អ្វីទៅជា Mobile Banking ធនាគារចល័តឬ Mobile Banking គឺជាការប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុសេវាកម្មនេះត្រូវបានផ្ដល់ជូនដោយស្ថាប័នហិរញ្ញវត្ថុមួយចំនួនដូចជាធនាគារនិងមីក្រូហិរញ្ញវត្ថុសេវាកម្មធនាគារចល័តអាចឲ្យលោកអ្នកធ្វើប្រតិបត្តិការផ្សេងៗបានដោយមិនចាំបាច់ទៅកាន់ធនាគារផ្ទាល់ពលគឺលោកអ្នកអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលាគ្រប់ទីកន្លែងសេវាកម្មធនាគារចល័តឬ Mobile Banking អាចឲ្យអ្នកប្រើប្រាស់ចូលទៅកាន់គណនីរបស់ខ្លួនបានមានដូចជាមើលព័ត៌មាននៅក្នុងគណនីផ្ទាល់ពិនិត្យសាច់ប្រាក់របាយការណ៍ប្រតិបត្តិការចេញចូលប្រាក់កម្ចីជាដើមលើពីនេះអ្នកអាចផ្ទេរប្រាក់ពីគណនីរបស់អ្នកឲ្យទៅគណនីផ្សេងទៀតជាមួយនឹងធនាគារដូចគ្នាឬធនាគារផ្សេងនៅក្នុងស្រុកព្រមទាំងការទូទាត់បង់ប្រាក់ទឹកភ្លើងនិងសេវាផ្សេងទៀតដែលមាននៅលើទូរស័ព្ទដៃជាងនេះទៅទៀតនោះការប្រើប្រាស់ KXQR បច្ចុប្បន្នគឺមានភាពងាយស្រួលឆាប់រហ័សដែលអាចផ្ញើលុយផ្ទេរលុយបានទៅកាន់គ្រប់ធនាគារទាំងនៅក្នុងស្រុកនិងក្រៅស្រុកដែលសហការជាមួយនឹងប្រព័ន្ធបាគងដោយអ្នកមិនចាំបាច់ប្តូរលុយពេលទៅដើរលេងក្រៅប្រទេសទៀតនោះទេគឺវានឹងអាចដំណើរការប្តូរលុយជូនអ្នកពេល scan KXQR នោះតែម្ដងលើពីនេះ Mobile Banking បានបន្ថែមនៅកម្មវិធីជាច្រើនទៀតមានទាំងការវិនិយោគដែលលោកអ្នកអាចពិនិត្យមើលបានដោយខ្លួនឯងអំពីដំណើរការនោះផងដែរក្រៅតែពីនេះក៏មានសេវាកម្មគាំទ្រជាច្រើនដែលលោកអ្នកអាចតាមដានដំណើរការស្នើសុំកម្ចីតាមដានកាតមើលទីតាំងទូ ATM ក៏ដូចជាដំណឹងថ្មីៗពីធនាគារការប្រើប្រាស់សេវាកម្ម KXQR តាមរយៈ Mobile Banking គឺមានភាពពេញនិយមសម្រាប់ម្ចាស់អាជីវកម្មអ្នកលក់ដូរដែលមានភាពងាយស្រួលឆាប់រហ័សចំណេញពេលវេលាហើយធ្វើឲ្យអាជីវកម្មរបស់លោកអ្នកមានភាពល្អប្រសើរថែមទៀតជាពិសេសទៅទៀតនោះប្រសិនបើម្ចាស់អាជីវកម្មទូទាត់ចំណូលនិងចំណាយតាមរយៈ Mobile Banking ពួកគាត់នឹងអាចតាមដានចំណូលនិងចំណាយរបស់ពួកគាត់បានយ៉ាងងាយស្រួលនិងមានប្រសិទ្ធភាពហើយប្រសិនបើគាត់ត្រូវការរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ជាឯកសារនៅក្នុងការស្នើសុំកម្ចីនោះពួកគាត់ក៏អាចទាញយកពីនៅក្នុង App បានយ៉ាងងាយស្រួលផងដែរដែលពួកគាត់មិនចាំបាច់កត់ត្រាចំណូលចំណាយនៅក្នុងអាជីវកម្មរបស់ពួកគាត់ជាប្រចាំនាំតែពិបាកទៀតនោះទេទន្ទឹមទៅនឹងភាពជឿនលឿននេះដែរលោកអ្នកក៏ត្រូវតែប្រើប្រាស់ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ដោយមុនពេល scan ឬផ្ញើលុយទៅកាន់គណនីណាមួយលោកអ្នកត្រូវតែពិនិត្យមើលឲ្យបានច្បាស់លាស់ជាពិសេសនោះត្រង់ឈ្មោះគណនីដែលលោកអ្នកផ្ញើប្រាក់ឬទូទាត់ប្រាក់ជៀសវាងជន់ខិលខូចបន្លំ QR code ឬផ្ទេរខុសគណនីនិងពិនិត្យមើលចំនួនទឹកប្រាក់ដែលមានដូចជាប្រាក់រៀលនិងប្រាក់ដុល្លារជាដើម